ประกอบប្រំដោយចេតនាចេតនាជាតួបុណ្យចេតនាជាតួសិលចឹងកាលណាបើចិត្តរបស់យើងនឹងញ៉ាំងចិត្តរបស់យើងនឹងឲ្យជ្រះថ្លានៅក្នុងការឲ្យទានហើយបុណ្យរាប់ប្រមាណពំបានទេថារាប់1 2 3ក៏រាប់បានដែររឿងបុណ្យនេះគេអាស្រ័យលើផ្លូវចិត្តចិត្តជ្រះថ្លាប៉ុណ្ណាចិត្តជាប់ជំពាក់យ៉ាងណាអាហ្នឹងអាស្រ័យលើចិត្តរហូតទៅដល់ចាស់ខ្លះគាត់ពោលធ្វើបុណ្យកឋិន100 ដងមិនស្មើការដាក់បាតឲ្យទានដល់ព្រះសង្ឃម្ដងមួយចានផងហើយបើយើងប្រៀបធៀបថាទេគេធ្វើកឋិនធ្វើបុណ្យអីផ្សេងគេចំណាយទ្រព្យធនរាប់ម៉ឺនរាប់សែនចុះហេតុអីមិនស្មើនឹងបាយមួយចានហើយសឡម្ជូរសឡកកូសឡប្រហើឆាអីមួយចានបើគេចំណាយទ្រព្យរាប់ម៉ឺនរាប់សែនអញ្ចឹងសបញ្ជាក់ថាហ្នឹងវាអាស្រ័យទៅលើចិត្តរបស់យើងវាមិនជាប់ជំពាក់មិនខ្វល់ខ្វាយហើយកាលណាបើសិនជាយើងរៀបចំកម្មវិធីបុណ្យអីធំដុំមួយអាចិត្តហ្នឹងវានៅខ្វល់ខ្វាយច្រើនញាតិញោមខ្វល់ខ្វាយច្រើនណាមួយនឹកដល់ភ្ញៀវផងត្រូវទទួលភ្ញៀវនឹងយ៉ាងម៉េចទេត្រូវរៀបតុនឹងតាណាចេះហើយភ្ញៀវនឹងវណ្ណៈយ៉ាងម៉េចមានទួនាទីយ៉ាងម៉េចដែរត្រូវទទួលយ៉ាងម៉េចវាមានខ្វល់ខ្វាយណាខ្វល់ខ្វាយរឿងចង្ហាន់ប្រសង់ខ្វល់ខ្វាយអញ្ជើញអាចារ្យនោះជាប់រវល់ឥឡូវបានអាចារ្យអីទៀតរវល់ខ្វល់ខ្វាយចិត្តនឹងវាអត់ស្រឡះល្អប៉ុន្តែរឿងថាចិត្តដែលយើងមិនបានព្រៀងទុកសទ្ធាកើតឡើងភ្លាមយើងធ្វើតែម្ដងនឹងបុណ្យកុសលចិត្តរបស់យើងនឹងជ្រះស្រឡះល្អជ្រះថ្លាយើងធ្វើចឹងបុណ្យរាប់ប្រមាណពំបានទេបុណ្យរាប់ប្រមាណពំបានចឹងនៅក្នុងអានិសង្សនៃការឲ្យទាននឹងព្រះដ៏មានភាគព្រះអង្គលោកប្រកាសសម្ដែងច្រើនទាំងការកំណាញ់ហ្នឹងក៏ព្រះអង្គលោកប្រកាសសម្ដែងថាមានច្រើនដែរ